ទាំងអស់គ្នាលេង Minecraft យូរទាំងអស់គ្នាស្គាល់ mod Techtopia ហើយតាំងពីខ្ញុំចេះលេង Minecraft មកគឺខ្ញុំអត់ដែលលេង mod Techtopia ដោយផ្ទាល់នោះទេចឹងហ្នឹងហើយគឺខ្ញុំបាន download mod ហ្នឹងហើយយកមកតេស្តដើម្បីចង់ដឹងថាតើ mod ហ្នឹងវាសប្បាយប៉ុណ្ណាហើយមុននឹងគ្នាយើងអាចមើលវីដេអូហ្នឹងបានកុំភ្លេចជួយ like subscribe អ្នកមួយផងហើយបើចុចហើយតើយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាចឹងនៅពេលយើង spawn មកដំបូងគឺ Gali alert ខ្លាំងមែនទែនហើយ game គឺ lag ខ្លាំងមែនទែនគឺថាលេងមិនកើតទៅតែម្ដងហើយខ្ញុំក៏បានបើកអានសិភៅដែលគេដាក់ឲ្យមកនឹងគឺថាអានយកតែអានអត់យល់នោះទេហើយសារសិភៅនឹងគឺវាស្រួលអានខ្លាំងពេកខ្ញុំក៏បានមកកាប់ឈើក៏បានមកកាប់ថ្មដើម្បីធ្វើជាអាវុធប្រើប្រាស់ក្រោយមកខ្ញុំក៏បានបើកមើល FPS ហ្គេមហ្នឹងគឺថា lag ចំតម្រាយ lag ហើយសារតែខ្ញុំជ្រុលជា record ក៏បានលេងទាំង lag ចឹងទៅអើយវេទនាឆ្អើយម៉ែបន្ទាប់មកខ្ញុំក៏បានដើរសម្រាប់ជាមដើម្បីយកសាច់ដើម្បីយកមកបរិភោគអីចឹងណាងាប់ទៅអញផ្ទះផ្កាច់ហើយបន្ទាប់មកក៏បានឡើងលើភ្នំឲ្យឃើញប្រិមិត្តបងប្អូនយើងច្រើនខាងនេះក៏បានផ្ទះផ្កាច់ផ្ទះផ្កាច់ជីខួយនេះបន្ទាប់មកក៏បានមកជីធ្យូងដើម្បីយកទៅដាក់ទឹកឆុងកាហ្វេអញ្ចឹងណាហើយក៏បានទៅ craft furnace ដើម្បីដុតសាច់ស៊ីព្រោះថាឥឡូវ clean ហើយឥឡូវកំពុងចូលសម្លេងក៏ clean ដែរអូបន្ទាប់មកថ្ងៃលេខក៏បានចូលម្ដងហើយវាដល់ពេលដែលខ្ញុំត្រូវចូលដេកបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានដើរដល់ cave ដើម្បីម៉ាញរកតែរកអីចឹងហើយបន្ទាប់មកក៏បានចូល cave ម៉ាញរករ៉ែរកដាច់រក diamond រកអីចឹងទៅបាទហើយកន្លែងនេះគឺខ្ញុំអាចមើលគ្រប់ពិភពលោកបាទដោយសារតែខ្ញុំលេង hack អីចឹងណាគឺខ្ញុំលេង cheat ដាក់ X-ray គឺយើងបន្ទាប់មកក៏បានជីកដែកថែមទៀតហើយបន្ទាប់មកខ្ញុំក៏បានរកឃើញ cave ថ្មីមួយបាទគឺថា cave មុនគឺನಾನುជីកដែកបានតែ3 4 10 20ទេហើយខ្ញុំមកដល់ cave នេះគឺយើងស្វាគមន៍ទៅតែម្ដងគឺថាមានដែកច្រើនខ្លាំងបន្ទាប់មកខ្ញុំក៏បានដាក់ដុតដែកជាដោយសារតែខ្ញុំនឹងខ្វះជាតិដែកអញ្ចឹងណាតោះពីញ៉ាំដែករួចហើយក៏ឆ្លៀតយកដែកទាំងអស់ទៅផលិតធ្វើជាអាវក្រោះធ្វើជាអីដើម្បីពាក់ការពារខ្លួនអញ្ចឹងណាហើយខ្ញុំបានជីកចោះទៅស្ទប់ម៉ងតូដើម្បីទៅរកដោយសារតែ cave នឹងគឺវាអត់ជ្រៅនោះទេអញ្ចឹងមានន័យថាគឺវាអត់មានពេជ្រទេហើយ version នេះគឺអត់មាន display ទេអញ្ចឹងមានន័យថា battle គឺនៅ egrect ស្មើ0បន្ទាប់មកខ្ញុំបានជូតថ្មក្រហមក៏ដូចជាដែកហើយខ្ញុំអត់ចេះចោលខ្ញុំម៉ាញទាំងអស់ព្រោះអ្នកទាំងអស់គ្នាធ្លាប់មើលគេលេង Techtopia អ្នកទាំងគ្នាបាត់ចិត្តដឹងហើយថាដើម្បីបង្កើត Town Hall បានគឺយើងត្រូវការ diamond ហើយយើងយក diamond ដើម្បីទៅបង្កើត Town Hall យ៉ានិយាយយូរទៅគឺដែរតាមទៅម៉ែហើយ pickaxe ទី1របស់ខ្ញុំក៏បានបាក់ pickaxe ទី2បន្ទាប់ពីបោះ pickaxe ខ្ញុំគឺអត់ចោះតាមទេខ្ញុំធ្វើការជីកបន្តទៀតហើយនេះពាក្យចាស់ក៏ពោលថាជាយាមគង់តែបានសម្រាប់បើមិនសម្រាប់កុំជាយាមហើយបន្ទាប់មកខ្ញុំក៏បានឃើញឡាពូហើយខ្ញុំក៏បានជីកឡាពូទៅហើយដោយសារតែព្រះនៅខាងខ្ញុំទីបំផុតខ្ញុំក៏បានជួប diamond ដូច្នេះចាស់គាត់និយាយគឺអត់ខុសទេជាយាមគង់តែបានសម្រាប់ឥឡូវបានសម្រាប់មែនអូខេ let's go ហើយដោយសារតែខ្ញុំគឺជាមនុស្សដែលសំណាងជាគេបំផុតនៅលើពិភពលោកហើយខ្ញុំក៏បានឃើញ diamond ទៀតហើយ pickaxe ទី3របស់ខ្ញុំក៏បានបាក់ជាសានញ៉ាំច្រើនខ្ញុំយកពេជ្ររបស់ខ្ញុំយកទៅក្រាស់លើជា pickaxe ពេជ្រចូលតែម្ដងហើយដូចខ្ញុំនិយាយតាំងពីដើមចឹងខ្ញុំគឺជាមនុស្សសំណាងមែនតើហើយបន្ទាប់មកអូខេមនុស្សសំណាងតែប៉ុណ្ណាបន្ទាប់ពីនៅក្នុងស្ទប់ម៉ងតូអស់ជាង300ម៉ោងមកខ្ញុំក៏បានឡើងមកលើវិញដោយសារតែ diamond ខ្ញុំគិតថាគ្រប់គ្រាន់ហើយប៉ុណ្ណឹងហើយបន្ទាប់មកខ្ញុំដើរក៏បានឃើញ lava pool ហើយបន្ទាប់មកខ្ញុំក៏បានបង្ហាញគ្នាយើងអំពី skill speedrunner របស់ខ្ញុំអញ្ចឹងណាតបមកខ្ញុំឃើញកន្លែងនេះគឺទីតាំងល្អខ្លាំងមែនទែនសម្រាប់ការចាប់ផ្ដើមភូមិរបស់យើងហើយបន្ទាប់មកខ្ញុំបានដាក់ creator spawn ដើម្បីបញ្ជាក់ថាកន្លែងនេះគឺជាផ្ទះរបស់យើងជាផ្លូវការហើយក្រោយមកក្នុងខ្លួនខ្ញុំគឺខ្វះជាតិដែកគឺខ្ញុំក៏បានដុតដែកទៅអីស៊ីដើម្បីបំពេញជាតិដែកដែលខ្ញុំបានខ្វះហើយតមកក៏បានដាក់ chest store item store យ៉ាងព្រោះថា item គឺច្រើនខ្លាំងតែនឹងពេញខ្លួនហើយក្រោយមកក៏បានទៅកាប់ឈើកាប់អីដើម្បីព្រៀនសង់ផ្ទះសង់អីអញ្ចឹងណាសង់ភូមិតមកខ្ញុំក៏បានក្រាស់ town hall ទុកធ្វើទីទៀតនឹងគឺខ្ញុំត្រូវបង្កើតភូមិហើយគឺជាជំហានដំបូងដែលយើងត្រូវបង្កើតភូមិគឺផ្ដើមជា Town Hall នេះហើយគឺថាភូមិធំឬទូទៅប៉ុណ្ណាគឺយើងត្រូវផ្ដើមជា Town Hall ដល់ទូទៅមួយដែរហើយក្រោយមកគឺខ្ញុំបានទៅកាប់ឈើស្ព្រុះដោយសារតែឈើអកហើយនឹងឈើបឺហ្នឹងគឺធ្វើអត់ស្អាតទេទៅដល់ភ្នែកខ្ញុំចាប់ដល់រះយកបញ្ញាប់ខ្លាំងតែព្រោះថាឥឡូវនេះគឺវាមេឃជប់ហើយថានៅយូរខ្មោចខំងាប់ផ្លូវហើយក្រោយមកក៏មានសំប៊ីមួយមកវាយខ្ញុំហើយខ្ញុំក៏បានងាប់បាត់ដោយសារ creeper ឡើងមកពីក្រោយផ្ទុះខ្ញុំងាប់ហើយគឺខ្ញុំតប៉ែខ្លាំងតែសំចយមក creeper វិញហ្នឹងហើយក្រោយមកគឺខ្ញុំបានទៅយក stash របស់ខ្ញុំវិញថាកន្លែងដែលខ្ញុំងាប់ creeper ផ្ទុះងាប់ហ្នឹងមកហើយក្រោយមកខ្ញុំក៏បានដើរកាប់ឈើកាប់អីតបទៀតហ្នឹងទៅ
តាមផ្លូវដែលខ្ញុំដើរមកផ្ទះវិញខ្ញុំគឺខ្ញុំឃើញតំបន់នេះគឺវាស្អាតខ្លាំងមែនហើយខ្ញុំគឺពិតជាសាវ៉ាខ្លាំងតែឃើញតំបន់នេះស្អាតក៏ចាប់ដើមមានកំណត់ថាចង់ទៅផ្ទះនៅវិញអញ្ចឹងណាខ្ញុំបានក្រាស់ជាដើម្បីដើរកាត់រោមជៀមទុកធ្វើក្រែធ្វើឲ្យអ្នកពុំហើយក្រោយពីកាប់ជៀមហើយគឺខ្ញុំចាប់ដើមកាប់ជ្រូកបាទកាប់យកគោខ្ញុំកាប់នៅលហាមមកថានឹងស្អីក៏កាប់ដែរបន្ទាប់មកក៏រៀបចំ set up កន្លែងថ្មីតែកន្លែងនេះគឺវាស្អាតជាងកន្លែងចាស់ចឹងយើងបានអ្នកថ្មីយើងចោលអ្នកចាស់ចឹងតែអ្នកថ្មីល្អជាងយើងចោលអ្នកចាស់ដូចអ្នកពងមើលដឹងតែគេបោកនៅស្មោះស្ម័គ្រមួយគេទៀតតែគ្នាយើងជឿខ្ញុំទៅឲ្យតែយើងស្មោះមិនខ្វះទេអ្នកបោកយើងក៏បានទៅមកកន្លែងចាស់ដើម្បីមកម៉ែប្រមូល item នៅនឹងដើម្បីទៅដាក់នៅកន្លែងថ្មីវិញហើយគ្រាន់តែមកដល់ព្រាមចាប់ដើមយកធុងទឹកដើម្បីជំរះស្មៅដើម្បីយកក្របស្រូវផងក៏ដូចជាជំរះស្មៅនៅគៀននឹងឲ្យវាទលាយផងអូខេចឹងសូមនិយាយការហ្គេមតិចសម្រាប់គ្នាយើងអ្នកណាត្រៀមចូលប្រឡងបាក់ដប់គឺខ្ញុំសូមជូនពរហេងទាំងអស់គ្នាជូនពរធ្វើវិញ្ញាសាបានល្អហើយចេញវិញ្ញាសាមកឲ្យយើងចេះទាំងអស់គ្នាហើយឆ្នាំក្រោយគឺខ្ញុំចូលជាបេក្ខជនដែរចឹងសម្រាប់សិស្សបងឆ្នាំនេះខ្ញុំជូនពរហេងទាំងអស់គ្នាចឹងខ្ញុំមានតែប៉ុណ្្នឹងទេក្រោយមកក៏បានដាំដើមឈើទុកឲ្យអ្នកភូមិកាប់ដើម្បីលក់យកអែមរ៉យចឹងណាព្រោះថា Techtopia នេះគឺអែមរ៉យគឺពិបាករកជាង Diamond ទៀតបាទគឺថាអែមរ៉យគឺពិតពិបាករកខាងតែហើយនៅម្ដុំផ្ទះខ្ញុំគឺថាសត្វស្ពនច្រើនខ្លាំងតែហើយមានទាំងជៀមមានទាំងគោមានទាំងជ្រូកហើយសម្រាប់ជៀមគឺខ្ញុំដើរកាត់រោមវាហើយជ្រូកគឺខ្ញុំកាប់វាយកសាច់បាទហើយក្រោយមកខ្ញុំក៏បានដើរដីជីកដីនៅគៀនផ្ទះខ្ញុំដើម្បីរៀបចំសង់ចំការដូចជាសង់ផ្ទះសង់ថនហោសង់កន្លែងដាក់អីវ៉ាន់សង់អីផ្សេងអញ្ចឹងទៅហើយក៏បានដាំដំណាំដាំអីដើម្បីទុកយកទៅធ្វើនំប៉័ងស៊ីក៏ដូចជាដាំហើយតែតិចទៀតហ្នឹងយើងមានអ្នកភូមិអីហើយខ្ញុំក៏បានបន្តកាយដីទៀតកាយតទៅយប់ហើយដេកហើយព្រឹកកាយដីទៀតអើយជីវិតនេះគឺមានតែការកាយដីតែប៉ុណ្ណោះហើយជុកនៅគៀនផ្ទះខ្ញុំគឺច្រើនតែបនច្រើនខ្លាំងតែខ្ញុំឃើញចេះតែលមាត់ដៃចង់ទៅកាប់នេះផាត់ទីអញ្ចឹងណាហើយដល់ពេលដើរខ្ញុំបានឃើញ jackpot ហើយណា jackpot មកគេថាជុកច្រើនខ្លាំងមែនតើអ្នកនេះយើងអាចមើលបានគឺថាឡើងផ្កាជុកខៀវខ្ចីទៅតែម្ដងគឺថាជ្រុកចំទៅមកជ្រុកក៏យើងក៏បានកាប់យកទាំងអស់ហើយក៏បានដើរមកផ្ទះវិញដើម្បីដាក់ដុតសាច់ជ្រូកដាក់ដុតអីចឹងណាទុកទីទុកអីចឹងទៅហើយវាដល់ពេលដែលខ្ញុំត្រូវសង់ថនហលហើយឥឡូវយើងមើលវីដេអូអំពីការសង់ថនហលខ្ញុំទាំងគ្នាហើយក្រោយមកខ្ញុំក៏បានជីកខ្សាច់ដើម្បីយកមកធ្វើជាកញ្ចក់ដាក់ផ្ទះយើងអញ្ចឹងហើយក៏បានអូសសัตว์ចូលបន្លាយទឹកដើម្បីចំវានៅក្នុងហ្នឹងយើងម្ដងដោយសារខ្ញុំជិលធ្វើលបងដាក់វាចូលបន្លាយទឹកអស់ហ្នឹងហើយវីដេអូខាងមុខគឺខ្ញុំបានបញ្ចូលសម្លេងនេះគឺសាងសង់សុទ្ធតែម្ដង
ហើយក៏បានមកកាសកៅអីដើម្បីឲ្យអ្នកភូមិអង្គុយគឺថាបើអត់មានកៅអីទេគឺអ្នកភូមិយើងនឹងអត់មានកន្លែងអង្គុយទេហើយកៅអីនេះគឺជាកៅអីមានផាសុខភាពបាទគឺថាក្រាស់ចេញមកពីឈើបាទហើយថាកៅអីគឺទូចតែមួយកៅអីគឺតែមកប្លុកទេបាទអង្គុយគឺពិតជាចុកជើងខ្លាំងមែនទេអ្នកភូមិក៏យើងដាក់ថនហោក៏យើងដាក់ដែរ ถ้าបន្តពីការសាងសង់យូររបស់ខ្ញុំមកទីបំផុតខ្ញុំបានសង់ហើយបាទចឹងដល់ពេលយើងសង់ហើយគឺយើងនៅពេលយើងត្រូវដាក់ស្លាកថនហលចូលហើយឥឡូវយើងដាក់ចូលទាំងអស់គ្នាដាក់មកនេះអូខេចឹងថនហលរបស់យើងគឺបានដំណើរការចឹងដល់ពេលយើងត្រូវធ្វើបន្តទៀតនេះគឺអភិវឌ្ឍភូមិនឹងតទៅមុខទៀតហើយតួអង្គរបស់យើងគឺជាមេភូមិហើយយើងត្រូវសាងសង់កន្លែងជាច្រើនជាបន្ទប់ដេកសាលារៀនកន្លែងចុកភៅកន្លែងកាប់សាច់កន្លែងដាំដៃប្លាមកកភ្លុកព្រាសម្រាប់ឲ្យអ្នកភូមិមកទៅធ្វើការប៉ុន្តែឥឡូវនេះគឺភូមិយើងនៅទូចឡើយទេឥឡូវយើងត្រូវការដាក់ storage ក៏ដូចជាដាក់ជាមួយនឹងបន្ទប់ដេក2ដែលយើងបានមកពីក្នុងហឹបនៅក្នុងថនហោហ្នឹងគឺយើងដាក់មកគឺថាដល់ទាំងពីរយកតែម្ដងហើយក៏បានតែប្រមូលស្រូវប្រមូលអីដើម្បីយកទៅប្រកាត់គោប្រកាត់ឈាមអីចឹងណាបន្ទាប់មកគឺខ្ញុំបានដល់រកអ្នកភូមិនៅវាស្ពនតែខ្ញុំរត់ឃើញតែគេថាខ្ញុំរត់ឡើងពេញមកផែនដីតែរត់ឃើញទេកលុកកលៀតនោះក៏អត់រកឃើញហើយតើខ្ញុំក៏បានចេញពីហ្គេមស្មានថាហ្គេមហ្នឹងគឺ village ហ្នឹងក៏បានចូលវិញគឺវាដដែលបាទគឺវាដដែលគឺអ្នកភូមិគឺនៅតែអត់ស្ពនតារាគឺខ្ញុំមិនដឹងថាមកពីហេតុអីទេសារខ្ញុំតប៉ែមកអ្នកភូមិនឹងពេលខ្ញុំមកចុះចាញ់មកខ្ញុំដើររកទៀតគឺខ្ញុំដើររកពេញមកផែនដីធ្លាដល់ពុកអង្គាទៅដល់ពុកសៅហើយទីខ្ញុំផុតខ្ញុំបានរកពេញពួកវាខ្ញុំបានឃើញនៅខាងឆ្វេងហើយខ្ញុំក៏បានដើរទៅរកពួកវាអញ្ចឹងណា Hey bro watch your jet bro watch your jet ប៉ុន្តែរឿងនឹកស្មានម្ដងគាត់តែខ្ញុំដើរចិត្តពួកវាចាប់ដើរ disappear យកតាមនោះគឺថាខ្ញុំពិតជាឆ្ងល់ខ្លាំងតែពួកវា disappear អស់តែមកសល់តែមួយដល់ពេលខ្ញុំ right click ខ្ញុំបិទវិញគឺ disappear ទៀតគឺថាអស់អា link យកតាមនោះគឺថាបាតពូតនេះមិនដឹងជាបាតពូតស្អីគេទេបាទគឺថាខ្ញុំមិនយល់ទេថាបាតពូតនេះគឺជាបាតពូតស្អីគេបាទគឺថាចម្លែកខ្លាំងមែនតើម្ដងខ្ញុំក៏បានតឡើងឆាំងរបស់ខ្ញុំតែគំថាវាអាចនឹង fix បានប៉ុន្តែគឺវាដដែលបាទគឺថាអត់មានផ្លាស់ប្ដូរគឺពួកវានៅតែអត់ spawn តែគឺខ្ញុំពិតជាវល់ខ្លាំងមែនតើពេលហ្នឹងហើយខ្ញុំមិនអស់ចិត្តទេហើយទាំងអស់គ្នាត្រូវចាំថា Super Cube Bob មិនដែរចោះចាញ់ទេគឺនៅតែស្វែងរកហើយស្វែងរកទៀតគឺថារកមិនឃើញក៏ខ្ញុំត្រូវតែរកហើយរកទៀតហើយនៅពេលខ្ញុំកំពុងតែរកខ្ញុំក៏បានឃើញឆាតលោតមកឃើញអ្នកភូមិហ្នឹងគឺវាត្រូវទៅមិនខ្ញុំឆ្ងល់ខ្លាំងជួយត្រូវទៅមិនណាអ្នកភូមិហ្នឹងត្រូវ zombie វាយមិនគឺខ្ញុំធ្វើការដើររកខ្ញុំស្មានតែ zombie ហ្នឹងវាយអ្នកភូមិអញ្ចឹងហើយបន្ទាប់មកខ្ញុំក៏បានដើររកទៀតដើររកនៅខាងមុខ town hall ហើយបន្ទាប់មកគឺខ្ញុំឃើញ cave ស្មានអ្នកភូមិនៅក្នុង cave ហ្នឹងអញ្ចឹងណាខ្ញុំក៏បានចូលមើលក្នុង cave ហ្នឹងអញ្ចឹងទៅតែការពិតវាមានតែក្នុង cave ហ្នឹងណានោះវានៅខាងស្ដាំដៃខ្ញុំមើលអត់ឃើញការហ្នឹងហើយអញ្ចឹងទៅដល់ពេលខ្ញុំងើបគឺខ្ញុំឃើញយកតែម្ដងចូលមកគឺមកតែបន្តិចទេបាទគឺមកតែ2នាក់ទេមកមួយឆិនមួយហើយនឹងអ្នកភូមិអត់ការងារធ្វើ2នាក់អញ្ចឹងគឺមកតែប៉ុណ្្នឹងទេបាទគឺថារករាក់ខ្លាំងមែនទេខ្ញុំអត់ខ្វល់ទេចង់ឲ្យជំនាញអីក៏ជំនាញទៅខ្ញុំដាក់ឲ្យអាតានេះធ្វើជាអ្នកកាប់ឈើហើយឲ្យចែនេះហ្នឹងធ្វើជាអ្នកហ្វាមត្រូវគឺថាកប់រីយើខ្លាំងតែម្ដងហើយនៅទីបំផុតគឺខ្ញុំមានអ្នកភូមិដែលអាចធ្វើការងារខ្ញុំបានហើយគឺថាពេលនេះគឺខ្ញុំខ្លាចជាមេភូមិពេញសិតបាទគឺថាឥឡូវវាកំពុងកាប់ឈើកាប់អីបាទហើយ farmer គឺគាត់ធ្វើការ farm ត្រូវ farm អីដែលខ្ញុំបានដាំអីចឹងទៅគឺថាមកនេះគឺលុយខ្លាំងតែខ្ញុំមកដែរលេងពីមុនមកតែខ្ញុំលើកទី1របស់ខ្ញុំក៏បានយកសាច់យកឲ្យពួកវាស៊ីសាពួកវាចេះស៊ីសាច់តែមួយមុខទេតែសាក់ពួកវាស៊ីសាច់តែមួយមុខទៅគឺពួកវាធ្លាក់ happy ណែអញ្ចឹងណាហើយនៅទីបំផុតគឺខ្ញុំអាចបង្កើតភូមិមួយបានឲ្យជោគជ័យបាទគឺថាមានអ្នកភូមិមាន storage មាន town hall bla 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 អញ្ចឹងទៅ
ហើយវីដេអូនេះគឺស៊ីពេលខ្ញុំច្រើនខ្លាំងមែនតើហើយបើគ្នាយើងចូលចិត្តវីដេអូមួយនឹងកុំភ្លេចចុច like subscribe អ្នកមួយហើយនៅវីដេអូក្រោយយើងនឹងការសង់អីទៀតហើយបើគ្នាយើងចង់ដឹងថាខ្ញុំសង់អីនៅក្នុងវីដេអូក្រោយកុំភ្លេចចុច like subscribe ចឹងហើយគឺថាវីដេអូយើងក៏មានតែប៉ុណ្្នឹងហើយ yeah peace